តោះបងប្អូនអើយបើសិនជាបានមុខម្ហូបមួយមុខនេះដាក់ចូលទៅក្នុងមាត់ទំពាច្បាស់ជាឆ្លុះគ្នាដណ្ដើមបាយតែម្ដងហើយចំពោះមុខម្ហូបមួយមុខនេះមិនមែនថាជាមុខម្ហូបថ្លៃអីមកពីណាទេចាមួយមុខនេះគឺប្រហុកចិញ្ច្រាំហើយចំពោះប្រហុកចិញ្ច្រាំរបស់នាងខ្ញុំថ្ងៃនេះគឺចិញ្ច្រាំអប់ជាមួយនឹងស្លឹកអំពិលចាឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់មុខម្ហូបមួយមុខនេះមានដូចជាគល់ស្លឹកគ្រៃមានស្លឹកក្រូចសើចមានស្លឹកអំពិលមានផ្សិតចំបើងមានសាច់ជ្រូក3ជាន់ចិញ្ច្រាំម៉ត់ហើយមិនអាចខ្វះបាននោះគឺប្រហុកខ្មែរយើងតែម្ដងហើយក៏មានជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចំពោះបន្លែលក់វិញបងប្អូនចូលចិត្តញ៉ាំបន្លែអីបងប្អូនញ៉ាំបន្លែហ្នឹងទៅតាមចំណង់ចំណូលចិត្តចាឥឡូវនេះគឺថាមកផ្សំគ្រឿងរសជាតិចូលទៅក្នុងគ្រឿងផ្សំដែលនាងខ្ញុំបានរៀបរាប់មកបាញ់មិញចាហើយចំពោះគ្រឿងផ្សំរសជាតិបន្ថែមនោះគឺនាងខ្ញុំដាក់តែស្ករបន្តិចហើយនឹងប៊ីចេងបន្តិចទេបន្ទាប់ពីបានដាក់គ្រឿងផ្សំទាំងអស់នោះចូលទៅគឺច្របល់ឲ្យបានសព្វជាការស្រេចតែម្ដងបន្ទាប់ពីច្របល់គ្រឿងផ្សំចូលជាតិគ្នាហើយគឺរៀបចំប្រហុកហ្នឹងដាក់យកទៅចម្អិនហើយចំពោះការចម្អិននេះបងប្អូនចង់យកទៅរំលីងក៏បានឬមួយក៏ចង់យកទៅអាំងលើជ្រុញក៏បានដែរគឺបើសិនបើជាបងប្អូនចង់ញ៉ាំរសជាតិបែបម៉េចគឺបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តដែលយើងចង់ញ៉ាំហើយបើសិនជានិយាយពីរសជាតិវិញបងប្អូនគឺឆ្ងាញ់មែនតើចាគឺសូមធានារសជាតិមួយមុខនេះគឺឆ្ងាញ់ខ្លាំងមែនតើហើយមួយវិញទៀតបើសិនបើជាបងប្អូនគាត់ថាអាំងក៏មិនអាំងរំលីងក៏មិនរំលីងគឺចំហុយក៏បានចាធ្វើយ៉ាងណាឲ្យតែឆ្អិនគឺដឹងតែឆ្ងាញ់ហើយសម្រាប់មួយមុខនេះបងប្អូនសាកសម័យរសជាតិមើលបើសិនជាមុខម្ហូបមានរសជាតិជូរប្រៃហើយរៀងហឹលឈ្ងុយគល់ស្លឹកគ្រៃឈ្ងុយខ្ទឹមសខ្ទឹមក្រហមបងប្អូនសាកសម័យរសជាតិមើលថារសជាតិបែបម៉េចចាប្រកាសជាឆ្ងាញ់ហើយបន្ទាប់ពីនាងខ្ញុំបានយកទៅដុតក្នុងម៉ាស៊ីនចាបានឆ្អិននិយាយទៅសឹងថា 100% ប៉ុន្តែនាងខ្ញុំចង់បន្ថែមជាមួយនឹងពងទាពីលើអញ្ចឹងណាក៏លាបពងទាពីលើហើយក៏យកទៅដាក់ចំនួន5នាទីទៀតដើម្បីឲ្យពងទារបស់យើងនឹងបានឆ្អិនចានៅនេះគឺឆ្អិនរួចរាល់ហើយក៏រៀបចំលើកចេញហើយក៏រោយជាមួយនឹងម្ទេសហើយនឹងស្លឹកក្រូចសើចពីលើបន្តិចចាឥឡូវនេះប្រហុកអាំងអបជាមួយនឹងស្លឹកអំពិលរបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់ហើយបើនិយាយទៅពីថាក្លិនឈ្ងុយវិញគឺឈ្ងុយសាយ3ភូមិតែម្ដងចាហើយវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំចាអរគុណច្រើនបាយបាយ